នេះជាវីដេអូដែលនិយាយអំពីដំណើរកំសាន្តឆ្ពោះទៅកាន់ទឹកធ្លាក់អូម៉ាលូដើម្បីទៅចងអង្រឹងសម្រាប់លេងរយៈពេលមួយយប់មួយថ្ងៃជាលក្ខណៈ solo trip ហើយការធ្វើដំណើរតាមតំបន់ព្រៃភ្នំនារដូវកាលធ្លាក់ភ្លៀងបែបនេះគឺយើងអាចទទួលបានអារម្មណ៍ល្អច្រើនជាមួយធម្មជាតិក៏ដូចជាទេសភាពខៀវខ្ចីដ៏ស្រស់បំព្រងនារដូវកាលបៃតងមួយនេះផងដែរហើយទឹកធ្លាក់អូម៉ាលូនេះគឺមានចម្ងាយតែជាង200គីឡូតិចតួចទេពីភ្នំពេញទៅដែលស្ថិតនៅក្នុងសហគមន៍ជីផាត់ខេត្តកោះកុងគឺជាតំបន់ដែលបណ្ដុំទៅដោយកន្លែងដើរលេងស្អាតជាច្រើនដែលយើងមិនគួរមើលរំលងទេជាពិសេសបងប្អូនយើងដែលនិយមដើរលេងបោះតង់គឺថាបានមកដល់អីគឺដឹងតែជាប់ចិត្តតែម្ដងជាក់ស្ដែងដោយកន្លែងដែលខ្ញុំកំពុងចងអង្រឹងនេះគឺថាមានភាពស្ងប់ស្ងាត់ល្អយើងអាចសម្រាកលេងជាមួយធម្មជាតិក៏ដូចជាសំឡេងទឹកធ្លាក់តិចប្រៀបដូចជាតន្ត្រីជួយលួងលោមអារម្មណ៍របស់យើងឲ្យចាក់ឆ្ងាយពីទុក្ខកង្វល់នានាដូច្នេះហើយដើម្បីកុំឲ្យខាតពេលយូរក៏សូមនាំអារម្មណ៍បងប្អូនយើងទៅរីករាយទស្សនាវីដេអូពេញទាំងអស់គ្នាជម្រាបសួរបងប្អូនជាថ្មីម្ដងទៀតស្វាគមន៍មកកាន់វីដេអូដែលនិយាយអំពីដំណើរកំសាន្តបែប solo trip ទៅកាន់សហគមន៍ជីផាត់ខេត្តកោះកុងអញ្ចឹងចាប់ផ្ដើមនៃវីដេអូគឺខ្ញុំបានចេញដំណើរតាមផ្លូវជាតិលេខ4តាំងតែពីម៉ោង8 9ព្រឹកម្លេះហើយក៏បានមកដល់កំពង់ស្ពឺនិងកំពង់ជិះបន្តទៅមុខទៀតដោយមិនបង្ខំពេកទេមួយសន្សឹមបែបឈៀលមើលទេសភាពតាមផ្លូវលេងដោយសារតែខ្ញុំខានចេញ trip យូរមែនតើបងប្អូនយើងដល់តែបានជិះម៉ូតូផ្លូវឆ្ងាយមើលទេសភាពបែបនេះគឺថាស្រឡះមុខស្រឡះមាត់តែម្ដងជាពិសេសយើងបានធ្វើដំណើរកំសាន្តនារដូវកាលធ្លាក់ភ្លៀងរដូវកាលបៃតងទេសភាពក៏បង្ហាញសម្រស់ខៀវខ្ចីដែលអាចធ្វើឲ្យយើងគយគន់ទៅបាត់ភាពតានតឹងភាពតបប្រមល់ផ្សេងហើយបន្ទាប់ពីធ្វើដំណើរមករៀងយូរគួរសមខ្ញុំក៏បានមកដល់ស្រុកកំពង់សិលាដូច្នេះក៏រមើលកន្លែងដើម្បីឈប់ញ៉ាំបាយថ្ងៃត្រង់ក៏ដូចជាសម្រាកឲ្យម៉ូតូបាត់ក្តៅផងដែរហ្នឹងហើយបងប្អូនទាំងអស់គ្នាដោយខ្ញុំឈប់សម្រាកនៅកន្លែងនេះក៏រៀងយូរក្រែដែរហើយបន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់រួចខ្ញុំក៏បន្តដំណើរទៅមុខទៀតដោយជិះម៉ូតូមិនយូរប៉ុន្មានទេខ្ញុំក៏បានមកដល់ផ្លូវបំបែកស្រែអំបិលហើយទិសដៅដែលយើងត្រូវទៅនោះគឺត្រូវបត់ទៅខាងស្ដាំដើម្បីចេញពីផ្លូវជាតិលេខ4ឡើងទៅកាន់ផ្លូវជាតិលេខ48ហើយផ្លូវជាតិលេខ48នេះឥឡូវគឺគេបានធ្វើរួចរាល់សឹងតែ 100% ទៅហើយអញនិយាយបានថានៅសល់ត្រឹមតែតិចតួចទៀតប៉ុណ្ណោះ
ចឹងហើយគឺយើងអាចធ្វើដំណើរបានដោយរលូនលែងលំបាកដូចមុនទៀតហើយបងប្អូនទាំងអស់គ្នាដោយបងប្អូនកំពុងតែឃើញអញ្ចឹងគឺរលោងស្រិលតែម្ដងហើយធ្វើដំណើរសុកមេឃក៏ចាប់ផ្ដើមធ្លាក់ភ្លៀងអញ្ចឹងហើយខ្ញុំក៏ឈប់ដើម្បីសេរីសរងរកអាវភ្លៀងពាក់សិនដោយសារតែភ្លៀងក៏រៀងខ្លាំងដែរហើយមេឃនេះក៏មិនមែនភ្លៀងជាប់លាប់អីដែរដោយសារតែតាមផ្លូវមកមុននេះក៏ភ្លៀងដែរប៉ុន្តែភ្លៀងតិចតួចហើយភ្លៀងដាច់ដោយកន្លែងអញ្ចឹងទៅមិនចម្លែកទេយើងដើរលេងខែធ្លាក់ភ្លៀងចង់បានទេសភាពស្អាតគឺបែបនេះហើយសំខាន់នោះគឺយើងត្រូវតែត្រៀមសម្ភារៈដើរលេងតាមបែបខែភ្លៀងឲ្យបានត្រឹមត្រូវទៅលែងជាបញ្ហាឲ្យបងប្អូនទាំងអស់គ្នាបន្ទាប់មកខ្ញុំក៏បន្តដំណើរទៅមុខទៀតឲ្យមេឃក៏នៅតែបន្តធ្លាក់ភ្លៀងខ្ញុំក៏នៅតែបន្តធ្វើដំណើរទាំងភ្លៀងធ្លាក់គឺថាមិនចាយគ្នាទេបាទហើយបើនិយាយពីទេសភាពតាមផ្លូវវិញបងប្អូនហើយគឺថាស្អាតខ្លាំងមែនទែនដូច្នេះហើយការធ្វើដំណើររបស់ខ្ញុំក៏មិនមានភាពនឿយហត់ឡើយនៅពេលដែលបានឃើញទេសភាពស្អាតបែបនេះនេះគឺជាផ្លូវបត់ចូលទៅកាន់សហគមន៍ជីផាត់ដែលខ្ញុំបានមកដល់នៅម៉ោង3កន្លះជាទូទៅបើសាច់ជីមិនយូរបែបហ្នឹងពេកទេប៉ុន្តែដូចបានប្រាប់ខាងលើអញ្ចឹងគឺខ្ញុំឈប់តាមផ្លូវច្រើនគ្រាន់តែឈប់ញ៉ាំបាយហ្នឹងក៏បែរ2ម៉ោងទៅហើយណាមួយអានេះជាទម្លាប់របស់ខ្ញុំក៏អាចនិយាយបានថាមូលហេតុមួយដែលខ្ញុំចូលចិត្តដើរម្នាក់ឯងច្រើនដោយសារតែពេលដែលយើងធ្វើដំណើរកំសាន្តទៅណាមកណាគឺមិនសូវចូលចិត្តប្រញាប់ពេកទេបានន័យថាមានកន្លែងណាត្រូវឈប់ក៏ឈប់សិនមួយតាមដំណើរជិះម៉ូតូបែបមើលទេសភាពលេងធម្មតាមិនបង្ខំពេកទេបងប្អូនទាំងអស់គ្នាបើនិយាយពីទេសភាពតាមផ្លូវដើម្បីចូលទៅកាន់សហគមន៍ជីផាត់នេះគឺថាស្រស់ស្អាតខ្លាំងមែនទែនខៀវខ្ចីតែម្ដងហើយខ្ញុំក៏បានមកដល់ភូមិជីផាត់ដែលយើងត្រូវឆ្លងទៅត្រើយម្ខាងទៀតប៉ុន្តែកន្លែងនេះគឺសម្រាប់ឡានឆ្លងទេអញ្ចឹងខ្ញុំត្រូវបត់ទៅឆ្វេងដើម្បីទៅកាន់ទូកដែលគេចម្លងម៉ូតូហើយទឹកដីជីផាត់នេះនិយាយស្មោះត្រង់បងប្អូនមកដល់មានអារម្មណ៍ថាត្រជាក់ចិត្តមែនទែនដោយសារតែភាពរុះរាយរាក់ទាក់របស់បងប្អូនអ្នកភូមិក៏ដូចជាការរៀបចំនៅក្នុងសហគមន៍មួយនេះបូករួមទាំងទេសភាពស្អាតក៏ដូចជាសម្បូរកន្លែងដើរលេងសម្បូរទឹកជ្រោះហើយមានរដូវកាលរកបកងរកត្រីអីចឹងទៅពេលចឹងហើយយើងមកលេងហើយគឺតែងតែចង់ត្រឡប់មកលេងម្ដងទៀតគឺជាសហគមន៍មួយដែលមានសក្តានុពលខ្លាំងមែនទែនទៅលើវិស័យទេសចរខ្ញុំហ៊ាននិយាយថាខេត្តកោះកុងគឺជាកន្លែងទេសចរដ៏អស្ចារ្យមួយនៅក្នុងប្រទេសកម្ពុជារបស់យើងដោយសារតែទេសភាពព្រៃភ្នំទឹកធ្លាក់ទឹកជ្រោះគឺច្រើនមែនទែនហើយមានសមុទ្រទៅទៀតចឹងហើយបងប្អូនយើងមកលេងកោះកុងគឺយើងមានជម្រើសច្រើនហើយខ្ញុំម្នេះបន្ទាប់ពីឈប់ទិញម្ហូបរួចរាល់ក៏បន្តដំណើរទៅមុខទៀតរកកន្លែងដើម្បីបោះតង់គោលដៅរបស់ខ្ញុំគឺខ្ញុំនឹងទៅខាងអូម៉ាលូដែលមានទីតាំងពីទីប្រជុំជននេះប្រហែលជាខ្ទង់7ឬក៏8គីឡូដែរខ្ញុំចាំមិនច្បាស់ទេចំណាយស្ថានភាពផ្លូវវិញបងប្អូនអាចមើលបានមិនពិបាកពេកនោះទេមកល្មមមកយើងជិះមើលទេសភាពលេងប៉ុន្តែខ្ញុំអ្នកនិយាយនេះដួលឆ្អែតហើយពីមុនមកផ្លូវនេះដោយសារតែខ្ញុំមកចំពេលភ្លៀងហើយមិនបកកាយជិះម៉ូតូផងក៏ដួលចងាប់ចងិលពេញហ្នឹងហើយកាលពីមុនហើយឥឡូវនេះខ្ញុំក៏បានមកដល់គឺទឹកធ្លាក់អូម៉ាលូអញ្ចឹងហើយក៏ឈប់ម៉ូតូដើម្បីដាក់មក short សិនមុននឹងចូលទៅខាងក្នុងហើយខ្ញុំមកដល់នេះគឺល្ងាចមែនតើហើយដោយសារតែខានចេញ trip យូរអញ្ចឹងហើយជិះម៉ូតូមកនេះគឺថាឈប់ច្រើនតាមផ្លូវបាទជិះម៉ូតូចូលមកឃើញថាការរៀបចំរបស់គេបានល្អអ្វីដែលខ្ញុំចាប់អារម្មណ៍មុនគេនោះគឺថាអត់មានសម្រាមប្រេះផ្ដាស់ទេដោយសារតែគេមានអ្នកមើលការខុសត្រូវនៅកន្
ន្លែងនេះមានធុងសម្រាមមានបន្ទប់ទឹកក៏ដូចជាទឹកស្អាតសម្រាប់ប្រើប្រាស់គ្រប់គ្រាន់អញ្ចឹងបងប្អូនដែលចង់មកលេងកម្សាន្តអីគឺមិនបាច់បារម្ភទេហើយខ្ញុំគ្រាន់តែមកដល់ភ្លាមក៏បញ្ញាប់បញ្ញាដើរចុះទៅមើលឃើញថាទឹកធ្លាក់អូម៉ាលូនេះគឺពិតជាស្អាតខ្លាំងមែនទែនអានេះខ្ញុំគិតថាមិនទាន់ពេញស្អាតទេអាចនឹងនៅស្ទើរទឹកបើសិនបើភ្លៀងច្រើនជាងនេះខ្ញុំហ៊ានធានាថានឹងកាន់តែស្អាតច្រើនជាងនេះទៅទៀតបងប្អូនយើងហើយក៏នៅមានកន្លែងស្អាតច្រើនផ្សេងទៀតដែលខ្ញុំនឹងថតចែកជូនបងប្អូនមើលនៅពេលដែលបានមកលេងក្រោយទៀតដែលបន្ទាប់ពីដើរមើលអស់ចិត្តអស់ចង់ក៏ត្រឡប់មកខាងលើវិញដើម្បីដើររកមើលកន្លែងបោះតង់ប៉ុន្តែដែលឃើញថាមានដើមឈើច្រើនអាចចងអង្រឹងបានអញ្ចឹងហើយខ្ញុំក៏បដូរចិត្តមកជាការចងអង្រឹងសម្រាប់ជំនួសវិញដោយសារតែវាលឿនមិនសូវជាស្មុគស្មាញច្រើនអញ្ចឹងហើយក៏ចាប់ផ្ដើមស្រាយអីវ៉ាន់ចុះពីម៉ូតូដើម្បីរៀបចំអំពូលក៏ដូចជាប្រក់តង់ការពារទឹកភ្លៀងព្រោះថាខែនេះបើចង់មានក្តីសុខគឺចាំបាច់ត្រូវតែមានតង់សម្រាប់ការពារទឹកភ្លៀងហើយឲ្យបានប្រាប់គ្នាយើងសម្រាប់តម្លៃគឺគេយកពីយើង15000រៀលក្នុងការចងអង្រឹងមួយខ្ញុំគិតថាតម្លៃនេះគឺសមរម្យហើយបើគិតពីការរៀបចំមានបន្ទប់ទឹកមានទឹកប្រើប្រាស់មានធុងសម្រាមទុកឲ្យយើងដាក់ដល់យើងមិនចាំបាច់ពិបាកត្រូវវិខ្ចប់ទៅវិញទេបើនិយាយជារួមគឺគេបានសម្រួលឲ្យយើងមកស្អាតហើយហើយបន្ទាប់តែពីរៀបចំឲ្យវ៉ាន់បានមកចំនួនខ្ញុំក៏រៀបចំទៅងូតទឹកបន្តិចសិនដោយសារតែជិះម៉ូតូមករៀងឆ្ងាយដែរបងប្អូនយើងអញ្ចឹងហើយត្រូវតែងូតទឹកលេងឲ្យបានសប្បាយព្រោះថាទឹកធ្លាក់បែបធម្មជាតិបែបនេះយើងមិនងាយនឹងបានងូតទេតើតែជិះម៉ូតូមករាប់រយគីឡូអញ្ចឹងទៅបានមកឃើញបានមកងូតអញ្ចឹងមិនគិតច្រើនទេសុំដាក់អស់ដៃអីគ្នាយើងគឺថាត្រជាក់ស្រួលខ្លាំងមែនតើបាទខ្ញុំមិននេះងូតមិនចង់ឡើងទេតតែមេឃរៀងកប់ប្រលប់ទៅត្រឡប់មកកន្លែងវិញដើម្បីរៀបចំចាត់ចែងសេរីសរងម៉ូតូទុកដាក់ឲ្យបានត្រឹមត្រូវនិងរៀបចំដាំបាយធ្វើម្ហូបញ៉ាំដែលខ្ញុំបានទិញសាច់គោនិងគ្រឿងជីជ្រក់តិចតួចដែរយកមកស្ងោរជ្រក់ព្រោះថាមុខម្ហូបនេះវាងាយស្រួលធ្វើឆាប់បានញ៉ាំហើយបើកម្លាំងទៀតផងបើនិយាយអំពីបរិយាកាសនៅកន្លែងនេះគឺថាមានភាពស្ងប់ស្ងាត់ខ្យល់អាកាសក៏បរិសុទ្ធល្អហើយមានលីឡំជាមួយសំឡេងទឹកធ្លាក់តិចតិចទៅទៀតប្រៀបដូចជាសំឡេងតន្ត្រីជួយកំដរអារម្មណ៍របស់យើងអញ្ចឹងបងប្អូនទាំងអស់គ្នា
អរុនសុស្ដីបងប្អូនយើងពេលព្រឹកព្រលឹមក៏បានមកដល់ខ្ញុំក្រោកឡើងមកជាមួយសំឡេងទឹកធ្លាក់រងំតិចគឺថាពិតជាស្រស់ស្រាយខ្លាំងណាស់ជាពិសេសនោះគឺទិដ្ឋភាពជុំវិញនេះគឺបានន័យថាយើងបើកភ្នែកមកភ្លឺស្រាងឃើញមានធម្មជាតិនៅជុំវិញខ្លួនតែម្ដងអញ្ចឹងហើយក៏ក្រោកដើម្បីដើរស្រូបយកខ្យល់អាកាសបរិសុទ្ធនាពេលព្រឹកព្រលឹមនិងចុះទៅមើលទឹកធ្លាក់លេងកម្សាន្តផងដែរគឺថាអារម្មណ៍មួយនេះពិតជាពិបាកបរិយាយប្រាប់មែនតែនសង្ឃឹមថាគ្នាយើងបានមើលវីដេអូនេះនឹងទទួលបានអារម្មណ៍ល្អធូរស្បើយក្នុងចិត្តប្រៀបដូចជាកំពុងតែបានមកដល់កន្លែងនេះដូចគ្នាព្រោះថាខ្ញុំផ្ទាល់បើកភ្នែកមកឃើញទិដ្ឋភាពអស់ទាំងនេះគឺថារីករាយមែនតែនអារឿងផ្សេងទុកកង្វល់ទាំងប្រមាណនោះក៏ភ្លេចអស់សិនដែរពេលនេះគឺខ្ញុំពិតជាណែនាំទៅកាន់បងប្អូនមែនតែនសម្រាប់ការមកលេងកម្សាន្តនៅអូម៉ាឡូនេះហើយក៏អាចកាត់ផ្ដាច់ខ្លួនពីបណ្ដាញសង្គមដ៏រញ៉េរញ៉ៃផងដែរព្រោះថាកន្លែងនេះអត់មានសេវាទូរស័ព្ទសម្រាប់ call និងសេវាអ៊ីនធឺណិតទេក៏ប៉ុន្តែអាចនឹងពិបាកសម្រាប់បងប្អូនយើងអ្នកមានការងារតាក់ទងនឹងការប្រើប្រាស់សេវាទូរស័ព្ទផងដែរដោយខ្ញុំប្រើមិត្តហ្វូនអញ្ចឹងអត់ច្បាស់ថាសេវាផ្សេងអាចនឹងមានឬក៏អត់ទេអញ្ចឹងខ្ញុំសង្ឃឹមថាព័ត៌មានដែលខ្ញុំបានផ្ដល់ទៅកាន់បងប្អូនអ្នកមើលគឺគ្រប់គ្រាន់សម្រាប់ការសម្រេចចិត្តអញ្ចឹងបន្ទាប់តែពីបានដើរមើលទេសភាពតាមជុំវិញនេះលេងអស់ចិត្តអស់ចង់ខ្ញុំក៏បានត្រឡប់មកកន្លែងវិញដើម្បីរៀបចំអាហារពេលព្រឹកនិងបញ្ញាប់ចេញដំណើរទៅមុខទៀតដែលខ្ញុំត្រូវជិះឡើងទៅខាងអារ៉ែងនិងបន្តទៅសម្រាកនៅថ្មបាំងមកយប់2ឬក៏បន្តទៅផ្លូវថ្មីផ្លូវជាតិលេខ10ហើយហេតុផលដែលខ្ញុំបញ្ញាប់ទៅនោះគឺដោយសារតែខ្លាចភ្លៀងធ្លាក់អាចនឹងល្អិលបបាក់ជិះហើយរឿងមួយទៀតនោះខែនេះអាសាមានតម្រៃចេញមកតាមផ្លូវចឹងហើយខ្ញុំម្នាក់ឯងក៏ចេះតែមានការបារម្ភខ្លះដែរបងប្អូនយើងផ្លូវដែលជិះនោះគឺកាច់កោងជិះវ៉ាក់ជាមួយតម្រៃនឹងមិនដឹងបាយទឹកឯណាទេគ្នាយើងនិយាយនេះមិនមែនបន្លាចបងប្អូនទេព្រោះតែផ្លូវនេះគឺជិះឡើងសឹកហើយប៉ុន្តែកន្លងមកដែលខ្ញុំធ្លាប់ជិះអាសាឃើញអាចតម្រៃច្រើនមែនតែនហើយសុំស្លេះពីរឿងតម្រៃសិននិយាយពីខ្ញុំពេលនេះគឺកំពុងតែដាក់ដាំទឹកឆុងមីដែលខ្ញុំមានបាយកកដែលសេសសល់កាលពីយប់មិញនិងពងមាន់ដើម្បីដាក់ជាមួយមីហើយព្រឹកនេះអត់មានកាហ្វេទេដោយសារភ្លេចទិញមកគឺខ្ញុំសែតមែនតើបាទអត់កាហ្វេហើយអធិស្ឋានបងប្អូនតាក់ទងនឹងរឿងអសរនៅលើមីនេះដោយសារតែ trip នេះគឺខ្ញុំបានទៅតាំងពីយូរហើយអាចនិយាយបានថាតាំងពីមុនបញ្ហាចំនួនកើតឡើងទៅទៀត
បណ្ដាខ្ញុំទើបតែបានកាត់ផុសទេវីដេអូនេះហើយកន្លែងនេះបងប្អូនណាច្រឡំចំបាច់ក្រូចឆ្មាដាក់ប្រមាណចំណិតទៀតជូរចង់លេចនោមភ្លេចមើលថាមីនេះមីជូរស្រាប់តែសំណាងមានសរបាយកកដុះដាក់ថែមទៅក៏កែប្រែស្ថានភាពមកវិញបានខ្លះកុំអីនឹងហូបគ្មានកើតទេឲ្យសំឡេងខ្ញុំអ្នកនិយាយនេះងល់ហើយបាទផ្ដាសាយស្ដាប់គ្នាលែងចង់បានហើយប៉ុន្តែក៏នៅតែព្យាយាមនិយាយដោយសារតែពេលថតផ្ទាល់ខ្ញុំអត់ប្រកែកនិយាយទេដូច្នេះហើយទៅបានជាយកមក voice over តាមក្រោយតែម្ដងទៅសង្ឃឹមថាបងប្អូនយើងអធិស្ឋានដូចគ្នាអ្នកទាំងអស់គ្នាដើមភ្ញៀវផ្លែច្រើនមែនតើអានេះបែបខ្យល់បាក់មេឃធ្លាក់មកមួយចាហៀងអូដល់កនឹងឲ្យបងប្អូនទាំងអស់គ្នាបន្ទាប់ពីរៀបចំឲ្យបាយវ៉ាន់រួចខ្ញុំក៏ចាប់ផ្ដើមជិះឡើងទៅអរ៉ែងហើយស្ថានភាពផ្លូវវិញដូចបងប្អូនកំពុងតែឃើញអញ្ចឹងគឺថាមកគួសមដែរសម្រាប់ខ្ញុំអ្នកអត់ប៉ាកែបើកម៉ូតូប៉ុន្តែអ្វីដែលតាក់ចិត្តខ្ញុំនៅតែចង់មកកាន់ផ្លូវនេះគឺដោយសារតែទេសភាពតាមផ្លូវគឺថាវាមានលក្ខណៈបៃតងខៀវខ្ចីតែម្ដងបងប្អូនយើងហើយឃើញថាគេបានឈូសធំទលាយស្អាតជាងមុនច្រើនអញ្ចឹងការធ្វើដំណើរក៏មិនពិបាកដូចមុនទៀតដែរគឺយើងអាចចំណេញពេលវេលាច្រើនមែនទែនដើម្បីទៅដល់អរ៉ែងហើយទស្សនវិជ្ជាពីលើគឺថាស្រស់ស្អាតមែនទែនពោពេញទៅដោយរុក្ខជាតិបៃតងដុះអមសងខាងផ្លូវគួរយើងចង់គយគន់ហើយកន្លែងនេះខ្ញុំកំពុងតែតេស្តដ្រូនឲ្យវាហោះខ្លួនឯងព្រោះថាដៃខ្ញុំរវល់បើកម៉ូតូហើយអត់មានដៃទំនេរទេហើយតាមផ្លូវយើងឃើញថាភ្លៀងគឺថាខ្លាំងគួរសមប៉ុន្តែខ្ញុំអត់ហ៊ានឈប់ពាក់អាវភ្លៀងទេនិយាយស្មោះត្រង់ដោយសារតែជិះមកឃើញសុទ្ធតែអាចតម្រៃពេញផ្លូវអាចតែខ្ញុំខ្លាចជ្រុលក៏បានតែវាស្រស់ពេកអញ្ចឹងចេះតែអត់សូវទុកចិត្តហ្នឹងហើយបងប្អូនទាំងអស់គ្នាវីដេអូដែលនិយាយអំពីដំណើរកំសាន្តផ្សងព្រេងរបស់ខ្ញុំក៏បានមកដល់ទីបញ្ចប់ត្រឹមនឹងដូចគ្នាអរគុណបងប្អូនយើងសម្រាប់ការតាមដានទស្សនាកុំភ្លេចចាំជួបគ្នាជាមួយខ្ញុំនៅវីដេអូបន្ទាប់ទៀតដែលខ្ញុំនឹងធ្វើដំណើរឆ្ពោះទៅកាន់ផ្លូវថ្មីផ្លូវជាតិលេខ10និងឆ្លងកាត់ស្ពានដែលមានកម្ពស់ខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជារបស់យើងនាពេលបច្ចុប្បន្ននេះកុំភ្លេចរងចាំទស្សនាយើងចាំជួបគ្នានៅវីដេអូក្រោយៗទៀត